តែតើតើនឹងការស្ទុះមតិពី FIPRO បានបង្ហាញថាពីភាគ3នៃក្រុមកីឡាករនីជម្រើសជាតិរកបានប្រាក់ចំណូលតិចជាង$20,000ជារៀងរាល់ឆ្នាំថ្មីនេះបើយោងតាមការស្ទុះមតិ FIPRO បានបង្ហាញពីភាពអសកម្មផ្នែកហិរញ្ញវត្ថុជាប់លាប់ជាមួយនឹងគម្លាតរចនាសម្ព័ន្ធនៅក្នុងការប្រកួតបាល់ទាត់ផ្នែកនារីគឺមាន2ភាគ3នៃកីឡាករនីក្រុមជម្រើសជាតិរកបានប្រាក់ចំណូលតិចជាង$20,000ជារៀងរាល់ឆ្នាំជាមួយគ្នានេះសហជីពកីឡាករសកលនិងសហជីពកីឡាករជាតិដែលពាក់ព័ន្ធបានស្ទុះមតិលើកីឡាករនីបាល់ទាត់ចំនួន407នាក់មកពី41ប្រទេសដែលបានចូលរួមនៅក្នុងព្រឹត្តិការណ៍ UEFA Women's Euro Copa America Femina Women Africa Cup of Nations និង OFC Women Nation Cup ហើយការស្ទុះមតិគឺមានប្រហែល 66% រកចំណូលបានតិចជាង$20,000ជារៀងរាល់ឆ្នាំពីកីឡាបាល់ទាត់ខណៈជិត1ភាគ3ដែលឆ្លើយតបនោះបានរាយការណ៍ថារកចំណូលបានខ្ពស់បំផុតដល់$4,999ដែលមានចំនួនតិចតួចប៉ុណ្ណោះទទួលបានប្រាក់ចំណូលខ្ពស់ជាងនេះ